ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Admin Unlock ថ្ងៃនេះដែរ Admin មកបន្តសាច់រឿងគំនូរស្នេហ៍បងប្អូនភ្លោះភាគទី19ដែលជាភាគបន្តមុននឹងចុះទៅដល់ក្នុងសាច់រឿងសង្ឃឹមថាអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Like Subscribe ហើយដាក់កណ្ដឹង Admin ម្នាក់មួយផងណាកុំឲ្យខាតពេលយូរយើងទៅមើលសាច់រឿងភាគទី19ពេញទាំងអស់គ្នាផ្ដើមនៅសាច់រឿងភាគទី19នេះដែរឃើញថាសិនចានគេដូចជាមានរឿងអ្វីនឹងចង់និយាយជាមួយនឹងរនចឹងនឹងគេឃើញអញ្ចឹងហើយគេក៏សួរសិនចានថាតើឯងមានរឿងអីមែនសិនចានគេក៏និយាយថាបើសិនជាយើងត្រូវកុហកមនុស្សដែលយើងស្រឡាញ់ត្រូវធ្វើមកយើងហើយនាងថាអ្នកអត់ចង់រៀបការជាមួយនឹងយើងទេនិយាយចឹងហើយសិនចានគេក៏បានក្លៀទៅឃើញរូបថតរនចឹងហើយនឹងសៅលូទុកនៅលើតុហ្នឹងគេក៏បានបកស្រាយថាគេមិននិយាយពីរនចឹងហើយនឹងរូម៉ូទេគេនិយាយពីហ្វៃសង្សាររបស់គេហ្នឹងហើយគេសួរទៅកាន់រនចឹងថាតារនចឹងគាត់ច្បាស់ហើយមែនថារៀបការជាមួយនឹងសៅលូរនចឹងគេក៏សួរសិនចានវិញថាតើឯងគិតថាការសម្រេចចិត្តរបស់យើងខុសមែនសិនចានគេតបវិញថាកាលណាមនុស្សពីរនាក់ស្រឡាញ់គ្នាទើបអាចរៀបការជាមួយនឹងគ្នាបានហើយរស់នៅជាមួយនឹងគ្នាដែលមានសេចក្តីសុខរនចឹងគេស្ដាប់ឮហើយគេក៏និយាយពីរឿងប៉ាម៉ាក់របស់គេទៅប្រាប់សិនចានហើយម៉ាក់របស់រនចឹងនឹងពិតជាសោកស្ដាយខ្លាំងមែនតើដែលបានលែងលះជាមួយនឹងប៉ារបស់រនចឹងព្រោះតែការលែងលះហ្នឹងហើយទើបធ្វើឲ្យប៉ារបស់រនចឹងនឹងស្លាប់ចឹងហើយម៉ាក់របស់រនចឹងនឹងគាត់មានវិបត្តិសេរីពេញមួយជីវិតរបស់គាត់ហ្មងហើយម៉ាក់របស់គេក៏បានលាចាកទៅដោយសារតែជំងឺ depression រនចឹងបន្តទៀតថាពេលខ្លះមានតែការកុហកដែលជាជំរឿនល្អបំផុតរនចឹងគេស្ដាប់ឮហើយគេក៏យល់ពីអារម្មណ៍របស់រនចឹងដែរហើយគេប្រាប់រនចឹងថានេះមិនមែនជាកំហុសរបស់រនចឹងទេតែមកមើលរូមវិញនឹងកំពុងតែបោកបញ្ជីដែលពួកគេបានលក់នៅក្នុងថ្ងៃហ្នឹងរនចឹងគេដែរមកដល់ថាថ្ងៃហ្នឹងរូម៉ូនាងពិតជារវល់ខ្លាំងណាស់ហើយណាមួយយើងបាន discount ទៅឲ្យអ្នកភូមិច្រើនទៀតតើយើងចំណេញអត់រូម៉ូនាងក៏តបវិញថាដំបូងវាអញ្ចឹងហើយណាមួយឈូហៅគេក៏និយាយថាពួកយើងប្រកាសជាជោគជ័យរនចឹងគេលើឈ្មោះឈូហៅអញ្ចឹងហើយគេមិនសូវសប្បាយចិត្តប្រហែលទេខណៈហ្នឹងដែររូម៉ូហើយនឹងរនយ៉ាហ្នឹងគេមើលមុខគ្នាឡើងយូរហ្មងពីរនាក់ហ្នឹងហើយមើលមុខគ្នាហើយនៅឡើងចិត្តគ្នាទៀតតែតាមពិតរូម៉ូនាងទះមូលនៅលើក្បាលរបស់រនយ៉ាសោះរនយ៉ានៅពេលដែលឃើញទង្វើរបស់រូម៉ូធ្វើអញ្ចឹងដាក់គេហើយគេក៏អង្គុយមើលមុខរបស់រូម៉ូឡើងយូរហ្មងរូម៉ូនាងក៏សួរវិញថាមិនក៏មើលមុខនាងយូរម៉េចកុំប្រាប់ថាឥឡូវហ្នឹងលោកនៅតែខ្លាចមូសទៀតរនយ៉ាងគេអត់និយាយច្រើនទេគេក៏បានចាប់ទាញមុខរបស់រូម៉ូមកដាក់ចិត្តមុខគេហ្មងបន្តមកទៀតហ្នឹងគេបានយកតាគៀបគៀបសក់ដែលគេបានទិញហ្នឹងយកតាគៀបឲ្យរូម៉ូគៀបសក់ឲ្យរូម៉ូហើយហ្នឹងគេក៏ប្រញាប់ចេញទៅភ្លាមរូម៉ូនាងដោះតាគៀបហ្នឹងមកមើលនាងថាតារនយ៉ាងគេទិញតាគៀបអីគេហ្នឹងឡើងដូចឈួតនាងនិយាយថាតាគៀបហ្នឹងវាអត់ស្អាតទេត្រឡប់មកមើលមកគូនេះវិញម្ដងនៅពេលដែលហ្វៃនាងត្រឡប់មកដល់ផ្ទះនាងឃើញថាសិនចាងគេបានធ្វើម្ហូបជាច្រើនទុកនៅលើតុរងចាំនាងហ្វៃនាងក៏សួរសិនចាងថាក្រែងលោកនិយាយថាលោកទៅ business trip អីសិនចាងគេក៏តបវិញថាតាមពិតទៅគេមិនបានទៅទេគេគ្រាន់តែដោះស្រាយបញ្ហាអតិថិជននៅក្រុមហ៊ុនតែប៉ុណ្ណោះហ្វៃនាងក៏បានសួររឿងតាក់ទងជាមួយនឹងរនចឹងនៅក្នុងមន្ទីរពេទ្យដែរប៉ុន្តែសិនចាងគេមិនបានឆ្លើយគេបានបបាយសាច់រឿងថានឹងគឺជាថ្ងៃ anniversary របស់ពួកគេធ្វើជាសង្សារជាមួយនឹងគ្នាបានមួយខែហើយបន្តមកទៀតសិនចាងគេក៏បានឲ្យកាដូមួយទៅកាន់ហ្វៃនាងបើកមើលកាដូនឹងហើយនាងក៏សួរទៅកាន់សិនចាងវិញថាខ្ញុំប្រាប់ថាលោកចង់សុំខ្ញុំរៀបការនៅថ្ងៃនេះសិនចាងគេតបវិញថាអត់ទេនេះគ្រាន់តែជាកាដូសម្រាប់ anniversary របស់ពួកយើងតែប៉ុណ្ណោះហ្វៃនាងលឺអញ្ចឹងហើយនាងធូរចិត្តហើយនាងនិយាយថាទោះបីជាសិនចាងសុំនាងរៀបការក៏នាងអត់យល់ព្រមដែរសិនចាងឥឡូវគេយល់ច្រើនហើយគេនិយាយថាគេអត់បង្ខំហ្វៃទេគេដឹងថាហ្វៃនេះប្រកាសជាមានផលលំបាករបស់នាងហើយបន្តមកទៀតសិនចាងគេក៏បានសួរថាអីក៏ហ្វៃនាងភ័យខ្លាចក្នុងការរៀបការម្ល៉េះហ្វៃនាងមិនបានឆ្លើយប៉ុន្តែនាងឲ្យតែនិយាយពីរឿងរៀបការម្ដងណានាងនឹងតែមួម៉ៅអត់ពេញចិត្តទេត្រឡប់មកមើលរូម៉ូវិញនាងបោកបាជាតន់ចាប់ទេតែដល់ខុនគាត់មកដល់គាត់ក៏ឲ្យរូម៉ូនាងសម្រាកទៅរូម៉ូនាងថានាងអត់អីនាងចង់បោកបាជីនឹងឲ្យហើយសិនពេលនឹងដែរតែដល់ខុនគាត់ក៏លាភ្នែកទៅឃើញដង្កៀបដែលរនយ៉ាងគេទិញឲ្យរូម៉ូហ្នឹងគាត់ក៏និយាយឡើងថារនយ៉ាងគេគឺជាមនុស្សម្នាក់ដែលលាក់រឿងអ្វីក្នុងចិត្តគេតែម្នាក់ឯងអត់ដែលហ៊ាននិយាយវាចេញមកក្រៅហើយរនយ៉ាងគេតែងតែខ្វាយខ្វល់ជាមួយនឹងរូម៉ូជានិច្ចរូម៉ូនាងក៏និយាយឡើងថារនយ៉ាងគេគឺជាមនុស្សល្អចាប់ពីនិយាយរឿងរនយ៉ាងហ្នឹងហ្វាដខុនក៏បានសួរតាក់ទងជាមួយនឹងរឿងរនចង់ម្ដងគាត់សួរថាតើឥឡូវហ្នឹងរូម៉ូមានដែរបានតាក់ទងទៅកាន់រនចង់អត់រូម៉ូនាងក៏ឆ្លើយថាមិនដែរបានតាក់ទងទេហ្វាដខុនក៏និយាយថារនចង់ហ្នឹងគេគឺជាមនុស្សដែលងប់អួលនឹងការងាររបៀបថាធ្វើការងាររហូតអត់មានពេលសម្រាកហ្មងប្រហែលថ្ងៃនេះបើគាត់ទៅនេគាត់នឹងឈឹងទៅមើលរនចង់ហើយនឹងធ្វើម្ហូបឆ្ងាញ់ហ្នឹងយកទៅផ្ញើគេផងបន្តមកទៀតហ្វាដខុនគាត់ក៏បានយករូបថត
តរនចឹងរនយ៉ាងហើយនឹងម៉ាក់របស់គេនឹងយកទៅឲ្យរូម៉ូមើលរូម៉ូនឹងមើលរូបនឹងហើយនឹងនិយាយថាបាទដគុណប្រកាសជាស្រឡាញ់ម៉ាក់របស់រនចឹងហើយនឹងរនយ៉ាងខ្លាំងហើយតែតែឃើញថាគាត់មើលថាអ្នកទាំងពីរនឹងបានល្អខ្លាំងមែនតើបាទដគុណក៏និយាយថាមែនហើយប៉ុន្តែគួរឲ្យសោកស្ដាយនាងចាក់ចេញទៅលឿនពេកគាត់ចេះចំអិនអាហារក៏ដោយសារតែនាងដែរពេលដែលនាងបានចាក់ចេញទៅដំបងគាត់ពិតជាខូចចិត្តខ្លាំងមែនតើប៉ុន្តែពេលខ្លះដោយសារតែរវល់ជាមួយនឹងការងារពេកក៏ឲ្យគាត់អាចភ្លេចរឿងសោកសៅទាំងអស់នោះខ្លះរូម៉ូនាងក៏និយាយតែម្នាក់ឯងថាប៉ិតមែនហើយនៅពេលដែលយើងរវល់យើងប្រកាសជាអាចបំភ្លេចរឿងខ្លះចោលបានហើយមកកាន់ហ្វៃហើយនឹងសិនចាងវិញហ្វៃនេះបាននិយាយរ៉ារ៉ាប់រឿងក្នុងចិត្តរបស់នាងប្រាប់ទៅកាន់សិនចាងហើយហ្វៃនេះនិយាយពីមូលហេតុដែលនាងមិនចង់រៀបការនាងថាប៉ារបស់នាងគឺពិតជាស្រឡាញ់ម៉ាក់របស់នាងខ្លាំងមែនតើនិយាយទៅព្រមធ្វើអ្វីគ្រប់យ៉ាងដើម្បីម៉ាក់របស់នាងហើយប៉ារបស់នាងតែងតែធ្វើល្អនឹងទៅសារទៅកាន់ម៉ាក់របស់នាងរហូតថាគាត់មានដៃស្អាតសក់ស្អាតរាងស្អាតអញ្ចឹងណាប៉ុន្តែនៅថ្ងៃមួយប៉ារបស់នាងអត់បានត្រឡប់មកផ្ទះយូរថ្ងៃខ្លាំងមែនតើម៉ាក់របស់នាងពិតជាបារម្ភពីប៉ារបស់នាងខ្លាំងមែនតើហ្មងព្រោះឲ្យគាត់អត់ចង់ញ៉ាំបាតចង់ញ៉ាំទឹកអីទាំងអស់មិនយូរប៉ុន្មានគាត់ក៏សម្រេចចិត្តថាទៅរកប៉ារបស់ហ្វៃប៉ុន្តែនៅពេលដែលម៉ាក់របស់នាងរកឃើញថាប៉ារបស់នាងបានកាន់ដៃជាមួយនឹងស្រីផ្សេងបាត់ទៅហើយនិយាយរួមទៅក្បត់ចិត្តម៉ាក់របស់នាងស្រឡាញ់ប៉ារបស់នាងខ្លាំងមែនតើដល់ថ្នាក់ថានៅតែចាំប៉ារបស់ហ្វៃត្រឡប់មករកគាត់វិញប៉ុន្តែចុងក្រោយគឺអត់ទេហើយជាចុងក្រោយហ្នឹងម៉ាក់របស់ហ្វៃក៏សម្រេចចិត្តថាសម្លាប់ខ្លួនឯងហ្នឹងដោយដែលដល់ស្រស់ស្អាតដែលប៉ារបស់ហ្វៃធ្លាប់បានសរសើរមុននឹងគាត់សម្លាប់ខ្លួនក៏អត់មានពាក្យអីនិយាយមកកាន់នាងក្រៅពីសុំទោសទេគាត់សុំទោសដែលមិនបាននៅជាមួយនឹងនាងឲ្យបានយូរហើយនឹងចាក់ចេញចោលនាងតាំងពីពេលហ្នឹងមកនាងលែងជឿជាក់លើស្នេហាអីទាំងអស់ជាពិសេសគឺការរៀបការនាងគ្រាន់តែចង់តាក់ទងគ្នាតែនាងអត់ចង់រៀបការទេអញ្ចឹងគេក៏លួងលោមគេនិយាយថាពួកយើងនឹងមិនដូចប៉ារបស់ហ្វៃនិងម៉ាក់របស់ហ្វៃទេហើយមនុស្សប្រុសទាំងអស់ក៏មិនសិតតែអាក្រក់ទាំងអស់ដែរកាន់មកកាន់សាលូកាលពីចុងភាគមុនយើងមិនឃើញកាមេរ៉ាមួយលួចថតរនយ៉ាងតាមពិតទៅសាលូនាងកំពុងតែស្វែងរករនយ៉ាងនាងបានខលទូរស័ព្ទជាមួយនឹងអ្នកថតនឹងហើយសួរថាតើមានព័ត៌មានតាក់ទងនឹងអ្នកស្រីលូអត់អ្នកថតនឹងក៏ឆ្លើយមកវិញថាមានហើយអញ្ចឹងហើយសាលូនាងក៏ប្រាប់ឲ្យបុរសម្នាក់នោះនឹងយកព័ត៌មានដែលថារនយ៉ាងគេកំពុងតែនៅភូមិម៉ៃទីទៅប្រាប់អ្នកស្រីលូបន្ទាប់ពីបិទទូរស័ព្ទចុះសាលូនាងបាននិយាយថារនយ៉ាងឯងញញឹមឲ្យច្រើនទៅសប្បាយចិត្តឲ្យច្រើនទៅតិចទៀតការសប្បាយចិត្តរបស់ឯងនឹងឡើងមានហើយសាលូនាងនិយាយទាំងទឹកមុខមានគំនួចលេចមកមើលរូម៉ូវិញនាងបានរៀបចំខ្លួនហើយប៉ុន្តែនៅពេលដែលនាងកលាទៅមើលលើតុទៅនាងឃើញនឹងគៀបរបស់រនយ៉ាងដែលឲ្យនាងនឹងនាងក៏មិនទាន់ដឹងដែរថារូម៉ូនាងពាក់អត់ទេតែនៅពេលដែលនាងដើរចេញមកក្រៅនឹងឃើញថានាងបានពាក់តាគៀបនឹងហើយរនយ៉ាងគេឃើញអញ្ចឹងហើយគេសប្បាយចិត្តអកឆែងហ្មងចេញមកខាងក្រៅកញ្ញាលីននឹងក៏បានឃើញតាគៀបដែលរូម៉ូនាងគៀបលើសក់នឹងកញ្ញាលីនបានសរសើរថាតាគៀបនឹងស័ក្តិសមជាមួយនឹងរូម៉ូជិនវិញគេនិយាយកាត់ថាមកពីកញ្ញាលីននឹងបខំឲ្យរនយ៉ាងគេទិញតាគៀបនឹងឲ្យរូម៉ូរនយ៉ាងគេទៅគៀកស្មារបស់រូម៉ូហើយនិយាយថាតាមប្រាប់ទៅកាន់ឈុងហៅផងថាឥឡូវហ្នឹងរូម៉ូគឺជារបស់គេហើយនៅខណៈនឹងដែរក៏បានឃើញថារនចង់ហើយនឹងសាលូបានមកភូមិម៉ៃទីហ្នឹងគេមកនឹងដែរដើម្បីនិយាយពីរឿងអភិវឌ្ឍភូមិម៉ៃទីហ្នឹងណារនយ៉ាងវិញមើលទៅគេមិនសូវពេញចិត្តនឹងវត្តមានរបស់រនចង់មកហ្នឹងឯងគេនិយាយថាគេមិនត្រូវការជួយរបស់រនចង់ហ្នឹងឯងរនចង់គេរៀងខ្លាំងដែរគេក៏រហៅត្រឡប់ទៅវិញប៉ុន្តែពេលហ្នឹងដែររូម៉ូនាងក៏ខាត់ហើយនាងបញ្ចុះឲ្យរនយ៉ាងហ្នឹងនិយាយវិភាសាជាមួយនឹងរនចង់ទៅរនយ៉ាងវិញគេនិយាយថាមកតាមគេមកចូលទៅដល់ខាងក្នុងហ្នឹងគេបានបង្ហាញមុខម្ហូបថាគេនឹងលក់អីខ្លះអីអញ្ចឹងណានិយាយទៅគេចង់មកជួយអ្នកភូមិហ្នឹងហើយជួយអ្នកភូមិម្នាក់ហ្មងហើយចង់ដឹងថានៅនឹងមានបង្កើតអីថ្មីខ្លះដើម្បីគេជួយបានរហ័សទៅច្រើនអញ្ចឹងណាបងហ្នឹងវិភាសាគ្នាអត់ត្រូវទេដោយសារតែរនចង់គេនិយាយថាមុខម្ហូបហ្នឹងវាសាមញ្ញអត់អាចតាក់ទាញភ្ញៀវទេសចរហើយនឹងការវេចខ្ចប់របស់ម្ហូបហ្នឹងក៏វាសាមញ្ញដែរវាអត់ស្អាតដែរបងគេថាគេនឹងមិនអភិវឌ្ឍទេប៉ុន្តែពេលហ្នឹងដែររូម៉ូនាងក៏និយាយពីចំណុចសំខាន់នឹងអត្ថប្រយោជន៍និងភាពតាក់ទាញរបស់ហាងនាងប្រាប់ទៅកាន់រនចង់ហើយនាងព្រមទាំងនិយាយថានាងដឹងថារនចង់ចង់អភិវឌ្ឍនៅលើភូមិនេះហើយជាពិសេសអ្វីដែលគេចង់បានហ្នឹងគឺសមត្ថភាពនិយាយទៅរូម៉ូនេះនិយាយចំចំណុចដែលរនចង់គេចង់បានណាចង់ឲ្យមើលទៅរនចង់គេដូចជាពិចារណាចង់អភិវឌ្ឍភូមិហ្នឹងកាន់តែលឿនកាន់តែល្អប៉ុន្តែកាយវិការរបស់គេហ្នឹងគេអត់ទាន់បង្ហាញចេញមកទេគេធ្វើដូចហើយមិនខ្វល់អញ្ចឹងណាតែនឹងដែរពួកគេចេញមកដល់ខាងក្រៅហ្នឹងបាទដល់ខ្លួនគាត់រកបាញ់ទឹកប៉ុន្តែមានណាអាសយោហ្នឹងដូចវាធ្លីវាបែកមកជិះនេះបាញ់សាច់មកលើពួកគេទាំង4ហ្មងជាពិសេសហ្នឹងទៅលើរនចង់តែលូនាងឃើញអញ្ចឹងហើយនាងឆ្លេឆ្លាជាងគេ
ហ្មងប្រហែលជានៅពេលដែលសាមខ្លួនអញ្ចឹងទៅអាចប៉ះពាល់ទៅដល់បេះដូងរបស់រនចឹងអីដឹងនាងឆាវឆាវបញ្ញាប់ឲ្យរនយ៉ានឹងនាំរនចឹងទៅដូរសម្លៀកបំពាក់ទៅរនយ៉ាគេបានយកខោមួយយកទៅឲ្យរនចឹងហើយមើលទៅខោនឹងដូចខោតុក្កតាអីមិនជិះនេះរនចឹងគេថាតែអត់មានខោណាផ្សេងទៀតទេមែនអញយកខោនឹងឲ្យយើងរនយ៉ាគេនិយាយថាអត់មានទេនៅសារតែមួយហ្នឹងឯងនិយាយហើយនឹងគេក៏ដើរចេញទៅបាត់ដល់ពេលអញ្ចឹងរនចឹងគេដូរទៅកៅអៅទេចាំពេលនឹងដែររូម៉ូនឹងក៏បានមកដល់តទៅពីរនចឹងពាក់កៅអៅហើយរូម៉ូនឹងសម្លឹងមកមើលរនចឹងនឹងដូចលៀងយូខ្លាំងមែនតើនឹងឃើញលៀងយូកាលពីក្មេងហើយរូម៉ូនឹងមកនឹងដែរនឹងថាចង់យកកសៃមកឲ្យឥឡូវនឹងរនចឹងគេផ្លាស់កៅអៅឲ្យបាត់លេខមកមើលសាឡូវិញនឹងឃើញស្នាមមុខខាំនៅលើករបស់រនយ៉ាងនឹងគាត់ទៅឃើញអញ្ចឹងហើយនឹងចាប់ផ្ដើមសួរនាំពីសុខភាពរបស់រនយ៉ាងមករនយ៉ាងគេក៏និយាយថាគេមិនបានចាប់អារម្មណ៍ផងថាមុខខាំប៉ុន្តែចំពោះសុខភាពរបស់គេវិញបេះដូងរបស់គេដូចជាគ្រាន់តែលឺអញ្ចឹងភ្លាមសាឡូនឹងថាបេះដូងរបស់លោកដូចជាម៉េចរនយ៉ាងគេនិយាយថាមិនក៏នាងភ័យម៉េចគ្រាន់តែបេះដូងគេឥឡូវហ្នឹងវាលុតញាប់លឿនបន្តិចសោះសាឡូនឹងក៏និយាយថាចាប់ពីពេលហ្នឹងទៅលោកត្រូវទៅចូលគេយ៉ាងលឿនញ៉ាំរបស់ដែលល្អល្អបើត្រូវទៅថែសុខភាពខ្លួនឯងឲ្យបានល្អរនយ៉ាងគេឡើងចម្លែកចិត្តគេនិយាយថាតើសាឡូនឹងកាត់អីហ្នឹងគេមិនមែនជារនចឹងមនុស្សជាទីស្រឡាញ់របស់នាងទេណារនចឹងគេនៅខាងក្នុងតិចច្រឡំមនុស្សទៅនិយាយអញ្ចឹងហើយរនយ៉ាងគេក៏ដើរត្រឡប់ចូលទៅខាងក្នុងវិញត្រឡប់មកកាន់បន្ទប់នេះវិញរនចឹងហើយនឹងរូម៉ូពួកគេបាននិយាយជាមួយនឹងគ្នាតិចតួចរនចឹងគេសួរថាតាគៀបហ្នឹងរនយ៉ាងគេអ្នកទិញឲ្យរូម៉ូមែនរូម៉ូនេះថាហ្នឹងហើយប៉ុន្តែតាគៀបហ្នឹងមើលទៅអាក្រក់មែនរនចឹងគេនិយាយថាអត់ទេតាគៀបហ្នឹងស័ក្តិសមជាមួយនឹងរូម៉ូរនយ៉ាងគេនៅក្នុងនោះដែរប៉ុន្តែគេមិនទាន់ដើរចូលមកខាងក្នុងទេគេនៅលួចស្ដាប់ពីអ្នកហ្នឹងនិយាយគ្នាសិនរនចឹងគេក៏និយាយថាឥឡូវហ្នឹងឃើញរូម៉ូសប្បាយចិត្តច្រើននៅពេលដែលនៅជាមួយនឹងរនយ៉ាងរូម៉ូនាងក៏និយាយត្រឡប់ទៅវិញថានាងក៏ឃើញរនចឹងសប្បាយចិត្តច្រើនដែរនៅពេលដែលនៅជាមួយនឹងសាវឡូហើយនាងប្រាប់ថាថ្ងៃមង្គលការរបស់រនចឹងហើយនឹងសាវឡូប្រហែលជានាងអត់បានទៅទេប៉ុន្តែនាងសូមជូនពរឲ្យរនចឹងហើយនឹងសាវឡូរៀបការជាមួយនឹងគ្នាឲ្យមានសុភមង្គលរនយ៉ាហ្នឹងគេក៏បានដើរចូលមកកាត់ហើយគេនិយាយថាសាវឡូហ្នឹងកំពុងតែចាំរនចឹងនៅខាងក្រៅរូម៉ូនាងក៏បានដើរចេញទៅខាងក្រៅដើម្បីឲ្យពីអ្នកបងប្អូនគេហ្នឹងនិយាយគ្នារនយ៉ាងគេខឹងជាមួយនឹងរនចឹងមកគេសួរថាមិនក៏រនចឹងហ្នឹងតែសារថាតាគៀបហ្នឹងស្អាតពេលដែលរូម៉ូពាក់វាអញ្ចឹងចាំមើលតែពេលរូម៉ូឃើញតាគៀបហ្នឹងដឹងតែនឹកឃើញដល់រនចឹងទៀតហើយតែអាចក៏មកញ៉ែញ៉ែជាមួយនឹងពួកគេទៀតបានអត់រនចឹងគេនិយាយតែទឹកមុខកំសត់ទៅវិញថាការជួបគ្នាលើកនេះគឺជាការជួបគ្នាលើកចុងក្រោយហើយលើកក្រោយពួកយើងនឹងមិនបានជួបគ្នាទៀតទេនៅពេលហ្នឹងគេសង្ឃឹមថារនយ៉ាងអាសាទៅមើលក្រុមហ៊ុនផងរនយ៉ាងគេស្ដាប់លើហើយគេដូចជាសាច់ចិត្តយ៉ាងម៉េចទេហើយគេសួររនចឹងថាទៅណារនចឹងគេក៏ប្របាយស្ថានភាពមកវិញដែលគេនិយាយថាគេទៅហនុមាននោះអីរនយ៉ាងគេសប្បាយចិត្តមកវិញហើយគេនិយាយថាប្រកាសហើយខ្លាហ្នឹងក៏ជាចង់ទៅហនុមានជាមួយនឹងរនចឹងឆាប់ហើយបន្តមកទៀតរនចឹងគេបាននិយាយពាក្យសុំទោសទៅកាន់រនយ៉ាងគេនិយាយថាគេសុំទោសចំពោះរឿងកាលពី10ឆ្នាំមុនគេមិនគួរទម្លាក់កំហុសទៅលើរនយ៉ាងអីអញ្ចឹងណារនយ៉ាងគេក៏និយាយវិញថានៅក្នុងរឿងហ្នឹងគេក៏មានកំហុសដែរបើសិនជាពេលហ្នឹងគេមិនទៅញ៉ៃញ៉ៃជាមួយនឹងរនចឹងពេលកំពុងតែបើកឡានហ្នឹងទេវាក៏អត់មានរឿងហ្នឹងកាត់ឡើងដែរប៉ុន្តែគេដូចជាមានអារម្មណ៍ចម្លែកដល់នេះថារនចឹងថ្ងៃហ្នឹងមិនធ្វើល្អនិយាយល្អចំពោះគេម៉ែរនចឹងគេនិយាយថាយើងឈប់ឆ្លោះគ្នាថ្ងៃហ្នឹងមួយថ្ងៃគេនិយាយពាក្យពេចន៍ទាំងអស់នេះឲ្យហើយគេសង្ឃឹមថានៅទីអនាគតរនយ៉ាងនឹងមិនស្ដីបន្ទោសមកកាន់គេរនយ៉ាងយើងចង់ប្រាប់ឯងថាឯងគឺជាប្អូនប្រុសរបស់យើងតែម្នាក់គត់ហើយយើងពិតជាជូនពរឯងហើយនឹងរូម៉ូឲ្យរស់នៅជាមួយនឹងគ្នាឲ្យមានសុភមង្គលហើយពីអ្នកបងប្អូនគេហ្នឹងក៏និយាយលេងមួយគ្នាមើលទៅដូចជាត្រូវរើគ្នាវិញហើយឡាប់មកវិញនៅខាងក្នុងឡានហ្នឹងគឺថារនចង់អាការៈកាន់តែខ្លាំងទៅហើយសាឡូននិយាយថារនចង់នឹងមកធ្វើអីនាងប្រាប់ហើយថារនចង់មិនអាចចាក់ចេញពីមន្ទីរពេទ្យបានទេរនចង់នៅពេលដែលគេញ៉ាំថ្នាំហើយគេក៏សួរសាឡូថាតើគេនៅសល់ពេលប៉ុន្មានទៀតសាឡូនឹងលឺហើយនឹងនិយាយថារនចង់នឹងមិនអីទេរនចង់គេថាគេដឹងពីអាការៈរបស់ខ្លួនឯងច្បាស់ហើយគេអាចនៅសល់ប្រហែលជាពេល3ខែទៀតអីនឹងឯងតែបើសិនជាគេមានអាការៈឈឺបេះដូងនឹងកាន់តែញឹកញាប់ទៀតគេអាចសារតែមួយខែទៀតទេតែលូនឹងលឺអញ្ចឹងហើយនេះពិបាកចិត្តខ្លាំងមែនតើនាងនិយាយថានាងនឹងរកវិធីជួយរនចង់នឹងឲ្យបានរូម៉ូនេះមករៀបចំកៅអៅនៅផ្ទះនាងដើម្បីទៅរស់នៅភូមិទីរហូតហ្មងណាអូនរបស់រូម៉ូគេក៏ចង់ទៅដែរប៉ុន្តែរូម៉ូថាតាមពេលសាលាមានវិស្សមការចាំតែលេងនាងទៅកលែកមកមើលរនយ៉ាងវិញគេខលទៅហ្វាដខុនខលអត់ចូលសោះគេដើរចុះដើរឡើងហ្នឹងក៏បានឃើញសម្បត្តិដែលហ្វាដខុនបានសរសេរថាគាត់ទៅលេងផ្ទះមិត្តភក្តិរបស់គាត់ពី3ថ្ងៃក្រោយហ្នឹងគាត់ត្រឡប់មកវិញហើយអញ្ចឹងហើយកុំឲ្យរន
នយ៉ាងហើយនឹងរូម៉ូនឹងបារម្ភពីគាត់អីគ្រាន់តែអានសបុតនឹងហើយក៏ស្រាប់តែដាច់ភ្លើងហើយទ្វារនឹងក៏បានខ្ទាស់មានណាលោកវូនឹងបានចេញមកហើយយកកបិតទៅភ្ជង់ករនយ៉ាងប្រាប់ឲ្យរនយ៉ាងនឹងទៅជាមួយគាត់ទៅជួបជាមួយនឹងអ្នកស្រីលូខណៈនឹងដែររូម៉ូនាងក៏មកដល់ល្មមនាងក៏ស្រែកហៅរនយ៉ាងអញ្ចឹងណាហើយនាងសួរថាមិនក៏នៅខាងក្នុងនឹងល្ងិតម៉េចរនយ៉ាងគេក៏ឆ្លើយមកវិញថាដោយសារតែទ្វារនឹងជាប់ឡុកហើយចោតបានទេហើយរូម៉ូនាងទៅរកសៅមកជាឱកាសល្អឆុងវូក៏បាននាំរនយ៉ាងចេញទៅប៉ុន្តែគ្រាន់តែឆុងវូគេបានទាញរនយ៉ាងចេញមកខាងក្រៅបានតែបន្តិចគេក៏បានត្រូវមកដបងរបស់រូម៉ូដោយសារតែរូម៉ូនាងដឹងថាមើលទៅដូចជាមិនស្រួលជាឱកាសល្អរូម៉ូហើយនឹងរនយ៉ាងពួកគេក៏បញ្ញាប់រត់គេចចេញទៅរត់មកដល់កន្លែងនេះនឹងគឺថាអ្នកស្ទាក់នឹងទាំងសងខាងហ្មងពួកគេរត់ទៅណាអត់បានទៀតទេរូម៉ូនាងក៏និយាយឡើងថានាងបានខលហៅប៉ូលីសមកហើយប៉ុន្តែឆុងវូនឹងវិញគេអត់មានខ្លាចអីទេគេថាគេគ្រាន់តែចង់ឲ្យរនយ៉ាងនឹងស្លាប់តែប៉ុណ្ណោះរនយ៉ាងគេក៏និយាយឡើងថាបាននៅឈប់ត្រឹមនឹងបានអត់ប្រហែលឆ្នាំនឹងគេរស់នៅលាក់ខ្លួនរត់គេចនឹងគេហត់ខ្លាំងលុះហើយក៏ជាមិត្តភក្តិរបស់គេដែរហើយគេបានបញ្ជាក់ទៀតថាអានឹងវាគឺជាបាតវៈហេតុទេគេអត់មានចេតនាទេដោយរនយ៉ាងឃើញថាឆុងវូនៅតែចង់ចាប់គេទៅទៀតណាមួយនិយាយឈ្នះឆុងវូគេក៏ថាឥឡូវនឹងដោះលែងរូម៉ូទៅគេនឹងទៅជាមួយនឹងឆុងវូប៉ុន្តែឆុងវូនឹងគេក៏និយាយឡើងថាឥឡូវនឹងវាហួសពេលហើយគ្រាន់តែលើអញ្ចឹងភ្លាមរនយ៉ាងគេក៏បញ្ញាប់ធាក់ឆុងវូមកជើងប៉ុន្តែធាក់មិនតាន់ណាអញ្ចឹងហើយរនយ៉ាងនឹងក៏បានត្រូវឆុងវូវាយវិញហើយគេបានបន្តនិយាយថាគេគ្រាន់តែចង់បំពេញបំណងប្រាថ្នារបស់អ្នកស្រីលូតែប៉ុណ្ណោះរូម៉ូនេះក៏និយាយបញ្ចុះបញ្ចូលឆុងវូថាតើលោកគិតថាធ្វើអញ្ចឹងវាត្រឹមត្រូវនឹងល្អមែនបើសិនជាលោកជាប់គុកលោកនឹងទុកអ្នកស្រីលូឲ្យនៅតែម្នាក់ឯងហើយតើលោកមិនគិតចង់ចាប់ផ្ដើមជីវិតថ្មីជាមួយនឹងអ្នកស្រីលូទេមែនឆុងវូគេលឺរូម៉ូនិយាយអញ្ចឹងហើយគេរៀងគិតដែរហ្នឹងខណៈនឹងដែរក៏មានមនុស្សមកជួយពីអ្នកគេហ្នឹងដល់ពេលអញ្ចឹងឆុងវូនឹងគ្នាក៏បានរត់ទៅបាត់ទៅតាមមើលទៅបើសិនជាឆុងវូចង់ធ្វើបាបគឺធ្វើបាបបានហើយគ្រាន់តែថាឆុងវូមើលទៅគេដូចជាអត់ចង់ធ្វើបាបអញ្ចឹងណាអត់មកមើលរងចិនវិញម្ដងគឺថាហ្វាដខុនគាត់បានមកមើលថែរនចង់ដល់មន្ទីរពេទ្យតែម្ដងហើយពេលហ្នឹងដែរទូរស័ព្ទរបស់ហ្វាដខុនក៏បានរឡើងប៉ុន្តែសាលូនាងបានចុចបិទដោយសារតែលេខនឹងជាលេខរបស់រនយ៉ាងលេខរឿងក៏បានសម័យយើងឃើញថាសាលូនាងបានទៅបញ្ចុះឲ្យហ្វាដខុននឹងមកមើលថែរនចង់តែនាងនិយាយថារនចង់នឹងអត់សល់ពេលយូរប្រហែលទៀតទេការៈរបស់រនចង់កាន់តែធ្ងន់ធ្ងរទៅពីមួយថ្ងៃទៅមួយថ្ងៃហើយណាមួយរនចង់គេពិតជាស្រឡាញ់ហ្វាដខុនណាអញ្ចឹងហើយវិធីមួយដែលហ្វាដខុនអាចជួយរនចង់បានគឺទៅមើលថែរនចង់នៅមន្ទីរពេទ្យហ្វាដខុនក៏យល់ព្រមហើយគាត់និយាយថារនចង់នឹងចូលចិត្តញ៉ាំម្ហូបដែលគាត់ធ្វើដល់ពេលអញ្ចឹងគាត់នឹងធ្វើម្ហូបឲ្យរនចង់ញ៉ាំច្រើនត្រឡប់មកពេលបច្ចុប្បន្នវិញសិនចាងគេបានមករករនចង់តែគេបានជួបជាមួយនឹងសាវលូមុនសាវលូនាងក៏សួរថាមានរឿងការងារអីចង់មកប្រាប់រនចង់ទៀតអីមែនសិនចាងគេក៏ប្រាប់រឿងដែលឆុងវូបានទៅធ្វើបាបរនយ៉ាងហើយនឹងរូម៉ូនៅក្នុងភូមិមីទីសាវលូនាងលឺហើយនាងខាត់មកនាងថាតើសិនចាងចង់យករឿងនឹងទៅប្រាប់រនចង់មែននាងហាមសិនចាងជាដាច់ខាតមិនឲ្យយករឿងនឹងទៅប្រាប់រនចង់ទេសិនចាងគេក៏និយាយវិញគេថារនយ៉ាងគឺជាប្អូនរបស់រនចង់ណាមួយរនចង់ពិតជាខ្វាយខ្វល់ជាមួយនឹងរនយ៉ាងខ្លាំងណាមួយរឿងនឹងវាតាក់ទងនឹងអាយុជីវិតណាសាលូនាងក៏និយាយថាខាងពីរអ្នកនឹងអត់កាត់អីធ្ងន់ធ្ងរណាស់អញ្ចឹងហើយបែរប្រាប់រឿងនេះទៅអញ្ចឹងឯងអញ្ចឹងគេក៏ដើរមកសួរថាមានរឿងអីតាក់ទងនឹងក្រុមហ៊ុនមែនអញ្ចឹងគេក៏មិនបាននិយាយតាមត្រង់ដែរគេគ្រាន់តែថាឯកសារមួយចំនួនត្រូវការអាប់រូវពីរនអញ្ចឹងណាដាក់មកកាន់ពីអ្នកនេះវិញពីអ្នកគេនឹងដូចជានៅក្នុងមន្ទីរពេទ្យហើយរូម៉ូនាងប្រាប់ឲ្យរនយ៉ានឹងចាប់ពីពេលនឹងទៅរៀងប្រុងប្រយ័ត្នជាងមុនបន្តិចទៅហើយនាងក៏បារម្ភពីហ្វាដខុនដែរអត់ដឹងថាឥឡូវនឹងគាត់នៅណាអីអញ្ចឹងណារនយ៉ាគេក៏ប្រាប់ទៅថាហ្វាដខុនបានសរសេរសំបុត្រទុកឲ្យគាត់ហើយថាទៅនៅផ្ទះមិត្តភក្តិគាត់ពី3ថ្ងៃកាន់មកកាន់ហ្វាដខុនវិញគាត់កំពុងតែរកទូរស័ព្ទរបស់គាត់ចាលូនាងមកដល់នាងក៏សួរថាហ្វាដខុននឹងកំពុងតែរកទូរស័ព្ទគាត់មែនទូរស័ព្ទរបស់គាត់នឹងគឺនៅនាងឯងបន្តមកទៀតសាលូនាងក៏បានយកទូរស័ព្ទនឹងចេញពីកាបូបរបស់នាងហុចទៅឲ្យហ្វាដខុនតែមើលទៅសាលូនាងដូចជាមានចេតនាហ្មងនាងបានធ្វើឲ្យទូរស័ព្ទហ្វាដខុននឹងធ្លាក់ហើយនាងនិយាយថានាងសុំទោសចាំនាងយកទូរស័ព្ទហ្វាដខុននឹងយកទៅធ្វើឲ្យចាំពេលណាដែលនាងធ្វើហើយចាំនាងយកត្រឡប់មកឲ្យហ្វាដខុនវិញហ្វាដខុនក៏និយាយថាមិនអីទេទូរស័ព្ទនឹងអត់មានពីណាគេទេក្រៅពីរនយ៉ាងទេមិនដឹងថាសាលូនាងមានល្បិចអីនេះហ្នឹងហើយអ្នកនរគ្នាសម្រាប់ភាគទី19នេះដែរក៏សូមស្លេះត្រឹមតែប៉ុណ្្នឹងសិនបើសិនជាអ្នកនរគ្នាចូលចិត្តការសម្រាយរបស់ admin អ្នកនរគ្នាអាចឧបត្ថម្ភលើកទឹកចិត្ត admin តាមរយៈ QR code នេះបានអរគុណច្រើនអ្នកនរគ្នាជួបគ្នាវីដេអូក្រោយបាយបាយ